រឿងអាខ្មៅអស់លក្ខកាលពីព្រេងនាយមានគ្រួសារមួយដែលជាកសិករពួកគាត់បានចិញ្ចឹមជ្រូកមួយនិងឆ្កែមួយក្បាលដែលមានឈ្មោះថាអាខ្មៅថ្ងៃមួយបន្ទាប់ពីកសិករបានដាក់បាយឲ្យជ្រូកស៊ីហើយគាត់ក៏ចេញដំណើរទៅជញ្ជាត់ត្រីបាត់ទៅលុះនៅពេលដែលកសិករបានទៅដល់បឹងគាត់មិនបានឃើញអាខ្មៅរបស់គាត់សោះគាត់គិតថាប្រហែលជាឆ្កែរបស់គាត់នោះមកតាមក្រោយហើយមើលទៅទើបគាត់ចុះទៅក្នុងបឹងជញ្ជាត់ត្រីដូចសពមួយដងថ្ងៃនេះជ្រូកសប្បាយចិត្តណាស់ព្រោះម្ចាស់របស់វាបានដាក់បាយឲ្យវាស៊ីយ៉ាងទៀងទាត់ហើយម្ចាស់របស់វាបានងូតទឹកឲ្យវាយ៉ាងស្រស់ស្អាតថែមទាំងលាងទ្រុងឲ្យវាទៀតផងចំណែកឯអាខ្មៅមិនទៅតាមម្ចាស់របស់វានោះទេតែវាបែរជាមកដេកសំងំនៅក្នុងទ្រុងជ្រូកហើយនិយាយច្រណែននឹងជ្រូកថាណែអាជ្រូកកំជិលឯងសំណាងណាស់ដេកចាំតែស៊ីស្រាប់តែពេលនោះជ្រូកក៏បានតបថាខ្ញុំដេកស៊ីស្រួលមែនតែខ្ញុំគ្មានសេរីភាពដូចឯងនោះទេហេតុអ្វីបានជាអាខ្មៅវាមិនទៅតាមម្ចាស់របស់វាពេលនោះជ្រូកវាឆ្ងល់នៅក្នុងចិត្តនៅពេលដែលជ្រូកនិងឆ្កែកំពុងតែនិយាយឌឺដងគ្នាក៏ស្រាប់តែជ្រូកជាប់កន្ទុយនឹងប្រកៀបទ្រុងជ្រូកខំរើបំរាស់យ៉ាងខ្លាំងធ្វើឲ្យកន្ទុយរបស់វានោះបែករោមស្ទើរតែដាច់កន្ទុយទៅអស់ចំណែកឯឆ្កែឃើញបែបនេះមានអារម្មណ៍ថាសប្បាយចិត្តណាស់វាបានចំអកឲ្យជ្រូកថាស៊ីដេកចឹងហើយមានកម្លាំងឯណារើបំរាស់ឲ្យរួចខ្លួនទៅបើសិនជាកន្ទុយឯងដាច់វិញនោះខ្ញុំនឹងរួចអាហារពេលព្រឹកនេះចាក់ជាពំខានជ្រូកអង្វរថាណែឯងជួយខ្ញុំម្ដងទៅចាំថ្ងៃក្រោយខ្ញុំជួយឯងវិញស្រាប់តែពេលនោះអាខ្មៅវាក៏បានសើចចំអកទៅកាន់ជ្រូកថាឲ្យរៀងឯងហេតុអីមកចង់ជួយយើងបែបនេះជ្រូកព្យាយាមខំរើដោយខ្លួនឯងរហូតតតែកន្ទុយរបស់វានោះផុតពីប្រកៀបទ្រុងតែធ្វើឲ្យកន្ទុយរបស់វាបែកស្បែកហូរឈាមរហាមនៅពេលនោះម្ចាស់របស់វាក៏មកដល់ល្មមហើយឃើញឆ្កែដេកនៅក្បែរនោះកិច្ចពិធីនោះក៏ទៅដេកកន្លែងមួយទៀតយ៉ាងសមរម្យចំណែកឯម្ចាស់ជ្រូកមានរបួសគិតថាប្រហែលមកពីអាខ្មៅវាខំហើយមើលទៅគាត់ក៏មិនដាក់អាហារឲ្យអាខ្មៅស៊ីចំនួនមួយថ្ងៃអាខ្មៅកាន់តែមានគំនិតខឹងច្រណែននឹងជ្រូកថែមទៀតហើយព្រោះវាកាន់តែឃ្លានឡើងវាបន់ឲ្យតែយប់ឆាប់នឹងអាលចូលទៅក្នុងផ្ទះបាយរបស់ម្ចាស់វាដើម្បីលួចអាហារស៊ីយប់នោះឆ្កែសប្បាយចិត្តណាស់ព្រោះវាបានចំណីស៊ីដោយបំណងរបស់វាពិតមែនលុះព្រឹកឡើងអាខ្មៅបានដេកធ្វើប្រងើយនៅជិតទ្រុងជ្រូកពេលនោះជ្រូកក៏សួរទៅកាន់អាខ្មៅថាណែឯងសុខសប្បាយទេស្រាប់តែពេលនោះឆ្កែអាខ្មៅវាក៏បានតបទៅកាន់ជ្រូកថាយើងចាប់ផ្ដើមសុខសប្បាយបដាហើយយើងគ្រាន់តែបញ្ចេញកម្លាំងបន្តិចបន្តួចក្រពះយើងក៏ឆ្អែតភ្លាមស្រាប់តែនោះជ្រូកក៏បាននិពោលថាល្អណាស់ហើយឯងធ្វើយ៉ាងម៉េចទៅឆ្កែថានេះគឺជារឿងសម្ងាត់យើងប្រាប់ឯងមិនបានទេណាអាជ្រូកកំជិលនៅពេលនោះជ្រូកក៏នៅស្ងៀមលែងសួរនាំលុះស្អែកឡើងឆ្កែវាប្រើវិធីដដែលវាដេកញញឹមបិទមាត់បញ្ចិតព្រោះកាលពីយប់វាបានស៊ីតែត្រីដែលម្ចាស់វាប្រឡាក់ទុកនៅក្នុងផ្ទះបាយតែប៉ុណ្ណោះលុះព្រឹកឡើងម្ចាស់របស់វាខឹងណាស់ដែលរកឆ្កែបានលាក់ខ្លួនបាត់ទៅហើយយប់ទី3ឆ្កែអាខ្មៅនោះក៏ឡើងទៅផ្ទះបាយម្ដងទៀតវាកំពុងតែរកអាហារដ៏ឆ្ងាញ់វាបានរាវប៉ះនឹងក្អមស្ករមួយនៅពេលនោះហើយអារម្មណ៍របស់វាសប្បាយចិត្តណាស់នៅពេលដែលបានឃើញស្ករវាក៏ចាប់ផ្ដើមលិតដល់ផ្អែមឆ្ងាញ់ពេលវាស៊ីស្ករអស់វាគិតថាយប់ស្អែកឯងនឹងមករកអ្វីដែលឆ្ងាញ់ជាងនេះទៀតបន្ទាប់មកវាក៏ទៅរកកន្លែងដេកប៉ុន្តែវាមើលអ្វីពុំឃើញសោះព្រោះវាមិនអាចដកក្បាលចេញពីក្អមនោះបានឡើយចំណែកឯអាខ្មៅវាភ័យណាស់វាមិនហ៊ានស្រែកនោះទេព្រោះខ្លាចម្ចាស់របស់វាឮវាខំដើរលបទម្រាំចេញផុតពីផ្ទះបាយចិត្តភ្លឺបាត់ទៅហើយវាអត់ងងុយណាស់ពេលវាមកដល់ដីវាមិនដឹងថាខាងនោះខាងនេះនោះទេប៉ុន្តែវាស្គាល់ក្លិនជ្រូកច្បាស់ណាស់វា
ក៏សួរទាំងមើលមិនឃើញទៅកាន់ជ្រូកថាសួស្ដីជ្រូកតើឯងគឺជាជ្រូកកំជិលដែលខ្ញុំបានដៀលឯងនោះមែនទេនៅពេលនោះហើយជ្រូកក៏តបថាអូគឺអាខ្មៅឯងទេតើខ្ញុំនឹងហើយឯងជានរណាសូមបង្ហាញមកចាំបាច់អីលាក់មុខធ្វើអ្វីនៅពេលនោះឆ្កែអាខ្មៅក៏ពោលថាខ្ញុំមកពីលួចស្ករម្ចាស់ស៊ីដោយវាឆ្អែតពេកខ្ញុំក៏រុលក្បាលចូលទៅដើម្បីបង្ហើយស្ករនោះមិននឹកស្មានថាដកក្បាលពំរួចសោះសូមលោកជ្រូកកំជិលឯងជួយខ្ញុំផងជ្រូកថាឲ្យខ្ញុំជួយម្ដេចនឹងកើតទៅឆ្កែថាបងឯងជួយបំបែកក្អមនោះភ្លាមទៅឆ្កែដើរជ្រុលទៅមុខជ្រុលទៅក្រោយហើយបង្ខំឲ្យជ្រូកធាក់បំបែកក្អមនោះជ្រូកធាក់ក្បាលឆ្កែចំឆ្អឹងជំនីផងធ្វើឲ្យឆ្កែខ្ទាតចេញ2ទៅ3ម៉ែត្រស្ទើរតែដាច់ខ្យល់ស្លាប់បាត់ទៅហើយចំណែកឯជ្រូកក៏ចាប់ផ្ដើមសួរថាក្អមបែកហើយឬនៅពេលនោះឆ្កែក៏តបថាឯងធាក់ខុសបច្ចេកទេសហើយឆ្កែតបដោយសំឡេងខ្សៅនៅពេលនោះឆ្កែខំលូនទៅរកសំឡេងជ្រូកម្ដងទៀតដើម្បីឲ្យជ្រូកធាក់លើកនេះជ្រូកធាក់បែកក្អមល្អណាស់តែធ្វើឲ្យឆ្កែវិលមុខខ្យាល់ងើបដើរទៅណាពុំរួចនៅពេលនោះម្ចាស់របស់អាខ្មៅបានមកដល់ឃើញឆ្កែដេកនៅលើកំទេចក្អមក៏វាអាខ្មៅបន្ថែមទៀតព្រោះខឹងថាវាលួចចូលផ្ទះបាយចាប់តាំងពីពេលនោះមកឆ្កែអាខ្មៅលែងហ៊ានឡើងផ្ទះបាយហើយក៏លែងខ្ជិលទៀតដែរវាតែងតែដើរតាមម្ចាស់វាទៅស្រែគ្រប់ពេលមិនដែលខកខានម្ដងណាឡើយរឿងក្អែកកាកូនកាលពីព្រេងនាយមានសេចក្តីមួយត្រូវបានដំណាលមកថានៅគ្រានោះមានស្ដេចក្អែកមួយអាស្រ័យនៅលើចុងត្នោតយ៉ាងខ្ពង់ខ្ពស់ថ្ងៃមួយក្អែកនោះក៏ប្រុងនឹងរៀបការកូនឲ្យមានគូស្រករនឹងគ្នាស្ដេចក្អែកនៅពេលដែលគិតគូររួចក៏ចាត់ឲ្យពពួកពលបរិវារខ្លះហៅទៅហៅភ្ញៀវអស់មកស៊ីការខ្លះទៀតបានចាត់ឲ្យទៅរកចំណីអាហារផ្លែឈើស្រូវអង្ករត្រីស្រេចគ្រប់មុខទាំងអស់ដើម្បីយកមករៀបចំកម្មវិធីមង្គលការរបស់កូនលុះដល់ថ្ងៃកំណត់បានរៀបចំផ្សំផ្គុំកូនប្រុសស្រីទាំងពីរនោះហើយពពួកសត្វទាំងអស់ដែលស្ដេចក្អែកបានអញ្ជើញក៏មកដល់ជួបជុំគ្នាកុកកក្រែងស៊ីផឹកយ៉ាងសប្បាយស្រែកហូរកញ្ជ្រៀវលាន់ទ្រហឹងរំពងពេញព្រៃនិយាយអំពីសត្វអណ្ដើកដែលជាស្ដេចក្អែកបានអញ្ជើញមកដែរក៏ខំវាប្រវេប្រវាខ្វេះខ្វះក៏ទៅនឹងគេដោយហេតុតែជើងខ្លីពេកក៏មកដល់ក្រោយគេមិនបង្អង់លុះទៅដល់ដើមត្នោតក៏ដកកមើលទៅលើឃើញពពួកក្អែកស៊ីផាក់យ៉ាងសប្បាយអ៊ូអរក្រៃលែងក៏នឹកឃ្លានស្រក់ទឹកមាត់មិនដឹងគិតធ្វើដូចម្ដេចនឹងឡើងទៅលើចុងត្នោតបាននៅពេលនោះឯងស្រាប់តែគិតសុកក៏មានពស់មួយបានវាមកដល់អណ្ដើកក៏សួរទៅកាន់ពស់ថាណែបងពស់តើបងឯងទៅណាមកណាដែរនៅពេលនោះពស់ក៏ឆ្លើយទៅកាន់អណ្ដើកថាអូបងអណ្ដើកទេតើខ្ញុំបំរុងនឹងទៅស៊ីការកូនបងក្អែកចុះបងអណ្ដើកឯងមកទីនេះធ្វើអ្វីដែរអូខ្ញុំបំរុងនឹងទៅស៊ីការកូនបងក្អែកដោយបងពស់ឯងដែរហ្នឹងណាពស់ថាល្អហើយចឹងបើដូច្នេះសូមបងឯងខំកន្ទុយខ្ញុំមកខ្ញុំនឹងលូនឡើងទៅលើដើមត្នោតក៏ប៉ុន្តែបងឯងសូមប្រុងប្រយ័ត្នមាត់បន្តិចបើត្រេកអរណាស់ក៏ខំកន្ទុយពស់ភ្លាមនៅពេលនោះពស់ក៏បានលូនឡើងទៅលើចុងត្នោតយ៉ាងឆាប់រហ័សព្រោះខ្លាចមិនទាន់ពេលវេលាលុះទៅដល់កត្នោតស្ដេចក្អែកក៏ក្រឡេកឃើញអណ្ដើកហើយក៏ស្រែកសួរទៅកាន់អណ្ដើកជាការសំគួរថាយីបងអណ្ដើកមកហើយតើបងអណ្ដើកឯងអញ្ជើញមកតាមណាដែរនៅពេលនោះឯងអណ្ដើកក៏ភ្លេចខ្លួននឹងទទួលពាក្យសំគួរនោះក៏តបទៅវិញថាបាទមួយរំពេចនោះអណ្ដើកក៏របូតមាត់ពីកន្ទុយពស់ហើយធ្លាក់ខ្ពកមកដល់ដីក៏បណ្ដាលឲ្យប្រេះស្រាំស្នូកជាប់នឹងស្នាមរហូតមកទល់សពថ្ងៃនេះឯងចំណីអាហារដែលប្រុងនឹងបានស៊ីក៏ខាតបាត់បង់លៀបស៊ីថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតស្រាំស្នូកទៀតផងហេតុនេះហើយបានជាមានពាក្យចាស់ពោលថាមនុស្ស
ដែលគេហៅទៅជប់លៀងឬបរិភោគអាហារក្នុងពិធីអ្វីមួយមនុស្សដែលគេហៅនោះទៅពុំទាន់ពេលម្ហូបអាហារដែលគេស៊ីផឹកលុះមនុស្សនោះឯងទៅដល់ក្រោយគេច្រើនតែនិយាយថាអាមនុស្សមាត់អណ្ដើកមកទល់សពថ្ងៃយើងនឹងឯងរឿងបឹងយក្សឡោមតាំងពីយូរលង់ណាស់មកហើយមានស្ដេចក្រុងយក្សមួយអង្គមានមហិទ្ធិឫទ្ធិអំណាចខ្លាំងពូកែខ្លាំងណាស់ព្រះអង្គមានព្រះរាជបុត្រីមួយព្រះអង្គស្អាតលើសពីនារីនានាទាំងពួងនៅក្នុងស្រុកស្អាតទាំងសក់ស្អាតទាំងរូបកាយម្យ៉ាងវិញទៀតព្រះកាយរបស់ព្រះនាងមានក្លិនក្រអូបជានិច្ចរាល់ថ្ងៃទើបយក្សជាបិតាឲ្យនាមបុត្រីនោះថាព្រះនាងសក់ក្រអូបលុះមកដល់ព្រះនាងមានវ័យគ្រប់គ្រាន់កាលណាក៏មានប្រុសមួយរូបខ្លាំងពូកែបានចូលទៅលួងលោមស្នេហ៍មេត្រីជាមួយនឹងនាងអ្នកទាំងពីរប្រាណដោយភ័យខ្លាចស្ដេចយក្សដែលជាបិតាដឹងក៏នាំគ្នារត់ចូលទៅក្នុងព្រៃក្រោយមកស្ដេចក្រុងយក្សដឹងរឿងរ៉ាវនេះក៏ផ្អើលឆោឡោទូទាំងនគរស្រែកឡូឡាហើយស្ដេចក្រុងយក្សក៏កែនរាពលជាបរិវារឲ្យហោះហើរតាមរកកូនស្រីរបស់ខ្លួនលុះមកដល់ត្រង់កន្លែងព្រៃស្ដុកនោះមានសេចក្តីសង្ស័យថាប្រហែលជាបុត្រីលាក់ខ្លួននៅទីនោះហើយទើបបញ្ជាឲ្យយក្សដែលជាកូនចៅឡោមព័ទ្ធព្រៃនោះយ៉ាងម៉ឺងម៉ាត់ហើយឲ្យយក្សមួយក្រុមទៀតដកព្រៃឈើត្រវែងចោលហើយនាំគ្នាជីកកកាយរកនាងគ្រប់ទីកន្លែងតែទោះបីជាស្ដេចយក្សខំជីកយ៉ាងណាក៏គេពុំអាចរកបុត្រីនោះឃើញបានដែរបន្ទាប់មកទើបស្ដេចក្រុងយក្សនាំបរិវារត្រឡប់ទៅនគរវិញដោយសេចក្តីអស់សង្ឃឹមអាស្រ័យហេតុពពួកយក្សក៏កាយរកព្រះនាងសក់ក្រអូបនេះហើយទើបមានសល់បឹងមួយនៅក្នុងខេត្តរតនគិរីដែលយើងហៅថាបឹងយក្សឡោមរហូតមកទល់សព្វថ្ងៃនេះបឹងយក្សឡោមគឺជាបឹងមួយមានទឹកថ្លាឆ្វេងដែលមានជម្រៅជ្រៅជាង70ម៉ែត្រនារដូវប្រាំងបឹងនេះមានបណ្ដោយនិងទទឹងប្រហែលជាង1គីឡូរាងរង្វង់មូលស្មើនៅមាត់បឹងមានដើមមាក់ប្រេងមាក់ប្រាងសាវម៉ាវសីមាន់ភ្ញៀវដុះពាសពេញក្បែរមាត់បឹងជាពិសេសមានដើមរាំងដែលមានផ្កាយលយោកសំយងចុះទៅក្នុងបឹងគួរឲ្យកយគុណនៅជុំវិញបឹងនោះផងដែរកងខេមរៈភូមិន្ទយើងទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្រអាចបើករថយន្តបានដោយស្រួលមានព្រះរាជដំណាក់ភោជនីយដ្ឋានតូចសម្រាប់ទទួលភ្ញៀវសប្តាហ៍ថ្ងៃនេះកងខេមរៈភូមិន្ទបានចាត់ចែងស្ថាបនាដំណាក់ថ្មីមួយទៀតដោយបេតុងនៅក្នុងស្រះមានមច្ឆជាតិតូចធំហិចហើរលេងទាំងវងលោកអ្នកដែលបានទៅទស្សនាអាចដើរជុំវិញបឹងនោះបានដោយមានផ្លូវថ្នល់ព័ទ្ធជុំវិញបឹងបើយោងតាមសេចក្តីដំណាលនិទានមួយទៀតបាននិទានថាប៉ុន្តែនៃនេះវាជ្រលិះគ្នាបន្តិចដែរគឺថាមានទ័ពយក្សដេញតាមចាប់បុត្រីដូចជារឿងខាងលើដែរតែប្លែកខាងចុងកាលយក្សឡោមព័ទ្ធជុំវិញភ្នំនាងនោះទៅពួនជ្រកហើយនាងក៏យល់ថាគ្មានផ្លូវណាអាចគេចខ្លួនរួចទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ចូលទៅក្នុងដីពេលនោះឯងព្រះធរណីក៏ស្រុតចុះហើយនាំយកនាងនោះចូលទៅក្នុងព្រះធរណីត្រង់កន្លែងព្រះធរណីស្រុតនោះហើយដែលคล้ายទៅជាទឹកបឹងយក្សឡោមមកទល់សព្វថ្ងៃតាមដំណើររឿងមួយទៀតត្រូវបានដំណាលមកថាមានសេចក្តីផ្សេងពីនេះច្រើនទំនាក់ទំនងជារឿងពិតរបស់អ្នកភូមិផងដែរដោយមានសេចក្តីនិយាយថាពាក្យថាយក្សឡោមត្រូវសរសេរដូចនេះតទៅព្រោះថាមកពីដើមហេតុពាក្យថាយក្សคล้ายមកពីយ៉ាភាសាអ្នកស្រុកបុរាណប្រែថាមេនាយឯឡោមជាភាសាមនុស្សដូច្នេះហើយបានសេចក្តីថាមាននាយក្រុមម្នាក់ឈ្មោះថាឡោមជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះម្ល៉េះហើយអ្នកផងក៏សន្មតហៅឈ្មោះនឹងទីកន្លែងនោះឯងតាមនាយនិងងារស័ក្តិអ្នកត្រួតត្រានៅតំបន់នោះរីឯស្ថានភាពកន្លែងដែលប្រកាសតាមការសង្កេតរបស់អ្នកស្រាវជ្រាវយល់ថាទីបឹងនេះឯងគឺជារុនភ្នំភ្លើងកាលពីសម័យបុរាណហើយផុតរលត់ទៅនៅសល់តែស្នាមដានហេតុនេះហើយបានជាមានបឹងនេះជម្រៅដល់ទៅ70ម៉ែត្រ
ហើយរៀងរង្វង់មាត់មូលស្មើដូចថាសព័ទ្ធជុំវិញសុទ្ធតែភ្នំហើយដែលសពថ្ងៃនេះទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរសម្រាប់អ្នកទស្សនានៅតំបន់នោះឯងនៅក្នុងតំបន់ឡាបាក់សៀឃុំឡាំបានស្រុកលំផាត់ខេត្តរតនគិរីសពថ្ងៃគឺមានបឹងដ៏ធំទំនងជាអាងទឹកបែបបុរាណដែលសេសសល់ពីលក្ខណៈភូមិសាស្ត្រព្រោះបឹងនេះនៅចន្លោះជ្រលងភ្នំហើយមានស្ថានភាពមូលដោយបាតខ្ទះអ្នកដំណើរណាដែលបានទៅដល់រតនគិរីគេពុំអាចភ្លេចទៅលំហែកាយឬទៅទស្សនានៅបឹងយក្សឡោមនោះបានឡើយបើសប្តាហ៍ថ្ងៃនេះនៅឡាបាសៀកមានការរៀបចំភូមិស្រុកផងល្អដូចជាមានទីផ្សារមានវត្តអារាមមានភូមិនិវេសនដ្ឋានមានចំការកៅស៊ូរដ្ឋលក្ខនឹងលក្ខក៏រឹតតែបានជាទីជំនុំចំណោមធំបានមួយក៏ដុំឡើងកាលបើទៅដល់បឹងយក្សឡោមគេតែងតែដើររកហេតុនៃឈ្មោះនិងចម្លែកនោះភ្លាមកាលដែលឆ្ងល់បែបនេះក៏នាំឲ្យសាកសួរពីហេតុដើមដែលមានជាប់នឹងបែបបទនិទានរបស់អ្នកស្រុកជារឿងព្រេងប្លែកៗពីគ្នាយើងលើកឡើងមកអធិដ្ឋានដោយខាងលើដែលខ្ញុំបានរៀបរាប់រឿងទុនសាយឆោតល្ងងកាលពីព្រេងនាយមានទុនសាយមួយក្បាលឆោតល្ងងមានឈ្មោះថាបាក់គឺជាទុនសាយមួយក្បាលដែលឆោតល្ងងខ្លាំងបំផុតហើយចូលចិត្តលេះលោះណាស់វាកំសាកណាស់សំបីតែមានរឿងអ្វីបន្តិចបន្តួចក៏ខ្លាចដែរនៅថ្ងៃមួយបាក់បានទៅដេកនៅក្រោមដើមឈើមួយដើមនៅពេលដែលបាក់បានដេកលង់លក់វាបានសុបិនឃើញរឿងដ៏អាក្រក់មួយវាបានយល់សុបិនឃើញថាផែនដីទាំងមូលកំពុងតែប្រេះបែកក្រហែងនៅពេលនោះក៏មានស្វាកំហូចមួយហ្វូងដែលកំពុងតែលេងសប្បាយនៅលើចុងដូងដែលបាក់កំពុងតែដេកនៅពីក្រោមសត្វស្វាទាំងអស់នោះកំពុងលោតលេងជើងមួយជើងពីរនៅលើដើមឈើនោះរំពេចនោះក៏ស្រាប់តែមានសំឡេងធ្លាក់ឮសូរតែក្ដុកនោះគឺជាសំឡេងដែលផ្លែដូងបានធ្លាក់ដ៏ធំមួយហើយផ្លែដូងនោះបានធ្លាក់មកលើដីនៅក្បែរកន្លែងដែលបាក់កំពុងតែដេកលង់លក់បាក់បានភ្ញាក់ឡើងព្រោះសំឡេងធ្លាក់យ៉ាងខ្លាំងហើយវាក៏ងើបទៅអង្គុយខំផ្ទៀងស្ដាប់ដោយបាសត្រចៀកប្រើងវាក៏ឆ្ងល់ក្នុងចិត្តណាស់ដែរថាតើនេះគឺជាសំឡេងអ្វីទៅណោះបន្តិចក្រោយមកក៏មានផ្លែដូងមួយទៀតបានធ្លាក់មកក្បែរខ្នងរបស់វាម្ដងតែធ្វើឲ្យញ័រដីនឹងរញ្ជួយបាក់បានងាកក្រោយមើលទៅទាល់តែសោះបន្ទាប់មកបាក់ក៏ខំស្រែកសួរថាអូតើលោកផែនដីកំពុងតែប្រេះបែកក្រហែងទេដឹងសុបិនរបស់ខ្ញុំហាក់បីដូចជាឆុតណាស់មើលទៅគិតដូច្នេះហើយដល់រឿងនេះបាក់ក៏បានស្ទុះក្រោកឡើងហើយឆក់យកមួកដ៏វែងរបស់វាខំរត់យ៉ាងលឿនដោយបាននិយាយថាណែអូនៅពេលនេះមានទុនសាយមួយទៀតមានឈ្មោះថាពូរីដែលមានរឿងដូចខ្ញុំដែរតើវាកំពុងតែពាក់វ៉ែនតាដេកហាលថ្ងៃនោះនៅលើអង្រឹងហើយវាមានភាពសប្បាយរីករាយហ្វាហ្វូរីបានឃើញបាក់កំពុងតែរត់រហាក់រហោបដូចជាមានសត្វឆ្កែកំពុងតែដេញខំវាអញ្ចឹងនៅពេលដែលបានបាក់រត់មកកាត់ហ្វូរីស្រែកសួរទៅថាបាក់ណែម្ដេចក៏ឯងរត់រឿងម្ល៉េះនៅពេលនោះបាក់ក៏តបដោយដង្ហក់ថាសូមកុំសួរខ្ញុំហើយចេះតែរត់ទៅហ្វាហ្វីមានសេចក្តីងឿឆ្ងល់កាន់តែខ្លាំងហើយក៏ចេះតែរត់ទៅតាមបាក់ដែលដោយសារតែហ្វាហ្វីចង់ដឹងថាមានរឿងអ្វីកើតឡើងបាក់ក៏បាននិយាយថាឯងមិនដឹងទេឬផែនដីនេះកំពុងតែប្រេះក្រហែងប្រៀបនឹងបាក់ទៅហើយណាឮបែបនេះហើយហ្វាហ្វីក៏ភ័យឡើងស្លេកស្លាំងវាបានបោះវ៉ែនតារបស់វាចោលហើយរត់ទៅតាមបាក់ទន្សាយបន្តទៀតក៏នាំគ្នារត់តាមហ្វាហ្វីនិងបាក់បន្ទាប់មកពួកគេក៏បានឮថាផែនដីទាំងមូលកំពុងតែប្រេះបែករឿងនេះធ្វើឲ្យមានសត្វទន្សាយមួយហើយមួយទៀតរត់បន្តកន្ទុយគ្នាពួកគេទាំងពីររហូតទៅដល់ទន្សាយរាប់រយរាប់ពាន់នៅពីក្រោយរបស់វាឯណោះខណៈពេលដែលមានទន្សាយរាប់រយរាប់ពាន់ដែលកំពុងតែរត់ពួកវាក៏បានទៅជួបនឹងប្រទេសសត្វក្តាន់មួយកំពុងតែស៊ីស្មៅនៅនឹងវាលនៅពេលដែលសត្វក្តាន់ងើបក្បាលរបស់វាឡើងលើដើម្បីមើលទៅឲ្យដឹងថាមានរឿងអ្វីនឹងកើតឡើងនោះសត្វទន្សាយក៏នាំគ្នាស្រែកព្រមគ្នាក្តាន់ស្ដាប់មិនបានព្រោះសត្វទន្សាយទាំងអស់
នាំគ្នាស្រែកព្រមគ្នាបានភ័យស្លន់ស្លោហើយក៏រត់តាមទន្សាយទាំងអស់នោះទៅចំណែកឯសត្វចចោះឯនោះវិញនៅពេលដែលបានឃើញហ្វូងសត្វទាំងអស់នោះរត់បាក់គឺជាអ្នកនាំមុខហ្វូងសត្វទាំងអស់រត់ម៉ារ៉ាតុងនេះហើយវាក៏ចេះតែស្រែកថាអូ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 ពេលចចកសួរបាក់ពីមូលហេតុបាក់ក៏និយាយថាឯងពិតជាមិនដឹងទេឬផែនដីទាំងមូលនេះកំពុងតែប្រេះបែកទៅហើយឈានដល់ទីបញ្ចប់ឥឡូវហើយឆាប់រត់ឲ្យលឿនឡើងបើឯងចង់រស់រត់តាមពួកយើងមកចចកក៏រត់តាមពួកសត្វទាំងអស់នោះទៅផងដែររត់យូរទៅក៏ស្រាប់តែមានដំរីមួយបានចូលរួមរត់នឹងពួកគេដែរហើយអ្នករត់បន្ទាប់ទៀតគឺជាសត្វរមាសត្វកង្កោកដែលកំពុងតែរំលេងនៅក្នុងព្រៃបានឃើញវងសត្វទាំងអស់នោះក៏ចេះតែរត់ហើយស្រែកព្រមគ្នាថាផែនដីដល់ទីបញ្ចប់ហើយសត្វកង្កោកក៏ចូលរួមនៅក្នុងការរត់ម៉ារ៉ាតុងនេះផងដែរសត្វទាំងអស់នោះក៏បានរត់កាត់តាមជម្រករបស់សត្វតោហើយស្រែកឡើងព្រមគ្នាថាពិភពលោកទាំងមូលកំពុងតែដល់ទីបញ្ចប់ហើយរត់ភ្លាមទៅដើម្បីឲ្យរត់ជីវិតសត្វតោចេះតែច្រកជម្រករបស់វាមកក៏មានសេចក្តីភ្ញាក់ផ្អើលនៅពេលដែលបានឃើញវងសត្វទាំងអស់នោះនាំគ្នារត់ដោយមានទឹកមុខតក់ស្លុតក្រៃលែងសត្វតោគិតថាអញឆ្ងល់ណាស់តើសត្វទាំងអស់នោះវានាំគ្នាធ្វើអ្វីឲ្យប្រកាសទៅច្បាស់ជាមានរឿងអ្វីខុសពីប្រក្រតីហើយចាក់ជាពុំខានទេឬមួយក៏ប្រកាសជាមានពាក្យនៅចាមរាមណាមួយហើយមើលទៅគិតហើយវាក៏បានរត់ទៅជើងភ្នំពីចំណុចមុខសត្វទាំងឡាយដែលកំពុងតែរត់នោះតែម្ដងហើយក៏ក្រហឹម3ដងនៅពេលដែលឮសំឡេងក្រហឹមរបស់ស្ដេចតោដែលជាអធិរាជនៅក្នុងព្រៃវងសត្វទាំងឡាយក៏នាំគ្នាឈប់ភ្លាមតែម្ដងចំណែកឯតោក៏សួរថាហេតុអ្វីក៏ពួកឯងនាំគ្នារត់លឿនម្ល៉េះសត្វទាំងនោះក៏ឆ្លើយព្រមគ្នាថាណែស្ដេចតោអើយផែនដីនេះកំពុងតែប្រេះបែកទៅហើយឆាប់រត់ភ្លាមទៅតោក៏បានសួរថាអ្នកណាគឺជាអ្នកឃើញផែនដីនេះប្រេះបែកមុនដំរីឆ្លើយថាខ្ញុំមិនដឹងទេសួរទៅបងចចកទៅគាត់គឺជាអ្នកប្រាប់រឿងនេះដល់ខ្ញុំចចកឆ្លើយថាខ្ញុំមិនដឹងទេសួរទៅបងក្តាន់ទៅគាត់គឺជាអ្នកប្រាប់ខ្ញុំហើយនៅពេលដែលតោសួរទៅកាន់សត្វក្តាន់ក៏ឆ្លើយថាគឺជាសត្វទន្សាយចង្អុលតគ្នាដោយនិយាយថាខ្ញុំមិនបានឃើញព្រឹត្តិការណ៍ទាំងអស់នោះទេប៉ុន្តែទន្សាយមួយផ្សេងទៀតគឺជាអ្នកប្រាប់ខ្ញុំនៅទីបំផុតស្ដេចតោក៏បានសួរទៅបាក់ក៏ខំប្រមូលសេចក្តីដ៏ក្លាហានឡើងហើយក៏បានដើរសម្ដៅទៅកាន់ស្ដេចតោដោយនិយាយថាលោកម្ចាស់នៅពេលដែលខ្ញុំកំពុងតែដេកនៅក្រោមដើមដូងខ្ញុំសុបិនឃើញថាផែនដីនេះកំពុងតែប្រេះបែកនៅពេលដែលខ្ញុំឮសំឡេងក្ដុកហើយនៅកន្លែងដែលខ្ញុំដេកនោះគឺសំឡេងបានព័ទ្ធជុំវិញរបស់ខ្ញុំខ្លួនខ្ញុំញាត់ត្រឹកប្រៀបដូចជារញ្ជួយដីខ្ញុំគិតថាផែនដីកំពុងតែប្រេះក្រហែងហើយក៏ខ្ញុំរត់តែម្ដងទៅណាលោកម្ចាស់នៅពេលនោះស្ដេចតោក៏និយាយថាឯងនិងយើងត្រូវតែត្រឡប់ទៅកន្លែងដែលផែនដីចាប់ផ្ដើមប្រេះនោះដើម្បីឲ្យដឹងថាមានរឿងអ្វីឲ្យកើតឡើងពិតប្រាកដរួចហើយស្ដេចតោក៏ប្រាប់ទៅបាក់ឲ្យឡើងជិះលើខ្នងរបស់វាហើយក៏ចាក់ចែងទៅយ៉ាងលឿនក្នុងពេលនោះសត្វដទៃទៀតក៏រងចាំពួកគេទាំងពីរនាក់នៅឯជើងភ្នំត្រឡប់មកវិញដើម្បីចង់ដឹងដំណឹងនៃការពិតនៅពេលដែលស្ដេចតោនិងបាក់បានទៅដល់កន្លែងដែលបាក់ដេកស្ដេចតោក៏បានដើរជុំវិញកន្លែងនោះហើយឃើញផ្លែដូងធំចំនួន2នៅទីនោះផងដែរព្រះតោបានងាកមើលទៅលើចុងដូងឃើញស្វា2កំពុងតែមើលមកកាន់ពួកគេទាំងពីរនាក់នៅខាងក្រោមមិនយូរប៉ុន្មានស្ដេចតោក៏ឆ្លាតវៃផងដែរក៏គិតយល់ពីមូលហេតុការនេះទាំងមូលហើយមកស្ដេចតោក៏បាននិយាយទៅកាន់បាក់ថាហេតុអ្វីបានជាឯងភ្លើបែបនេះសំឡេងដែលឯងឮនេះគឺជាសំឡេងផ្លែដូងធ្លាក់មកលើដីទេតើផែនដីញ័ររញ្ជួយព្រោះតែផ្លែដូងទាំងពីរនេះធ្លាក់មកលើផែនដីនេះមែនទេក្រោយមកស្ដេចតោក៏បានត្រឡប់ទៅវិញរកសត្វដទៃទៀតហើយប្រាប់ថាពួកគេឯងឈប់ល្ងងទៅពួកគេអំពីហេតុការណ៍ដែលបានកើតឡើងនេះគឺផ្ដើមហេតុមកពីទន្សាយដែលវាល្ងងនោះទេសត្វទាំងអស់ក៏នាំគ្នាសើចយ៉ាងភាពល្ងងខ្លៅគ្មានពិចារណារបស់ខ្លួនហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញបាត់ទៅរឿងមាន់ចែឆ្លាតវៃកាលពីព្រេងនាយមានសម្ពោចមួយក្បាលតែងតែលបលួចចូលទៅក្នុងភូមិស្វែងរកចំណីអាហារជារឿយថ្ងៃមួយមានមាន់ចែមួយយ៉ាងស្អាតទុំនៅលើប្រកៀបឈើដ៏ខ្ពស់មួយ
សំពូចនោះនៅពេលដែលបានឃើញមន់ចែនោះវាក៏ចង់ស៊ីហើយដើរក្រវ៉ែលពីក្រោមដើមប្រកេបឈើហើយគិតរកវិធីបោកបញ្ឆោតមន់ចែនោះឲ្យចុះមកក្រោមសំពូចនៅពេលនោះវាក៏រកនឹកឃើញមួយក៏និយាយថាសម្លាញ់ណាដែលសម្លាញ់មន់ចែអើយអញគឺជាអ្នកនាំពាក្យពីព្រះរាជានៃស្ដេចនៃយើងនឹងឯងព្រះអង្គបានប្រកាសឲ្យប្រាប់អស់សត្វទាំងពួងជាសត្រូវនឹងគ្នាឲ្យជានានឹងគ្នាកុំឲ្យយីគ្នាចាប់ពីថ្ងៃនេះតទៅណែមន់ចែយើងដូចជាបងប្អូននឹងគ្នាពិតចូលឯងចុះមកនិយាយគ្នាហើយឲ្យគ្នាថើបបន្តិចមកដើម្បីបង្កើតនៃក្តីស្រឡាញ់ឲ្យបានស្និទ្ធស្នាលចំណែកឯមន់ចែដែលមានប្រាជ្ញាឆ្លាតវាងវៃក៏ឆ្លើយទៅសំពូចវិញថាបងសំពូចជាការល្អណាស់ទៅហើយខ្ញុំឃើញបងមានចិត្តស្រឡាញ់ចុះបងទៅបបួលការស្និទ្ធស្នាលពីបងដែរតែខ្ញុំក៏មានមិត្តម្នាក់ទៀតគឺជាឆ្កែមួយក្បាលដែលជាសម្លាញ់ដ៏ស្និទ្ធស្នាលរបស់ខ្ញុំចាំខ្ញុំហៅវាមកជុំគ្នាយើងទាំង3នាក់នឹងអោបក្រសោបគ្នាដោយក្តីស្រឡាញ់ចំណែកឯសំពូចឮថាមន់ចែមានឆ្កែជាសម្លាញ់ចិត្តនឹងមកដល់ហើយនោះក៏ផិតភ័យបះស្លឹកត្រចៀកជ្រងបះរោមច្រាងធ្វើភ្នែកក្រលើតក្រឡាប់មន់ចែប្រាប់សំពូចដូច្នេះហើយមន់ចែក៏ធ្វើបែរជាទៅទិសម្ខាងហើយស្រែកថាអើយបងឆ្កែមកហើយឆាប់បល់ឲ្យលឿនមកព្រោះបងសំពូចរងចាំបងឯងនៅទីនេះសំពូចដឹងខ្លួនថាវាគឺជាសត្រូវនឹងឆ្កែឥឡូវឮថាឆ្កែចិត្តមកដល់ដូច្នេះក៏ស្ទុះរត់ចាក់ចេញពីមន់ចែនោះទៅបាត់ដោយមិនងាកក្រោយសូម្បីតែបន្តិចរីឯមន់ចែរត់ទៅស្រែកបំភ័យថាឆាប់មកបងសំពូចឈប់សិនបងឆ្កែមកដល់ហើយប្រញាប់ទៅណាសំពូចបានបោលផងស្រែកផងថានៅមិនបានទេអញខ្លាចឆ្កែណាស់ក្រោយពីបានឈ្នះដោយប្រាជ្ញាមន់ចែក៏ទទះស្លាប់រងាវយ៉ាងរំភើយដល់ពីរោះរឿងកុមារចេះភាសាសត្វកាលពីព្រេងនាយមានកុមារម្នាក់ឈ្មោះថាខែមគឺជាក្មេងកំព្រាម្ដាយរស់នៅតែជាមួយឪពុកដែលមានមុខរបរជាព្រានប្រមាញ់នៅឯជាយព្រៃជិតជើងភ្នំតាំងតែពីតូចមកកុមារខែមធ្លាប់ស្ដាប់តែសំឡេងសត្វយំឆ្លើយឆ្លងនិងសំឡេងទឹកជ្រោះពីរោះរណ្ដំលាយឡំនឹងខ្យល់បោកបក់ស្លឹកឈើនៅក្នុងព្រៃធ្វើឲ្យខែមចេះស្ដាប់សពសត្វភាសាសត្វទាំងអស់រីឯឪពុករបស់គេគឺជាព្រានព្រៃមែនតែខែមចេះស្រឡាញ់ធម្មជាតិមានបក្សាបក្សីព្រៃភ្នំនិងទឹកជ្រោះខ្លាំងណាស់ព្រោះខែមគិតថាអ្វីនៅលើផែនដីនេះគឺជាបងប្អូនញាតិមិត្តនិងរូបគេទាំងអស់រាល់ពេលដែលឪពុកលើកស្នាចេញទៅបរបាញ់សត្វព្រៃម្ដងខែមផិតភ័យព្រួយបារម្ភព្រោះគេគិតថាថ្ងៃនេះព្រួយរបស់ឪពុកមិនដឹងជាបាញ់ត្រូវចំសត្វតូចឬធំនោះទេថ្ងៃមួយខែមកំពុងតែក្តេកគិតនៅលើទីទូកយល់ទងក្រោមម្លប់ឈើមុខផ្ទះជាមួយនឹងកូនស្វាកូនខ្លាឃ្មុំកូនទុនសាយកូនកំប្រុកនិងកូនកេងកងក៏ស្រាប់តែឃើញលលោកមួយគូហើរមកទុំនៅនឹងមែកឈើខាងលើផ្ទះរបស់គេកុមារខែមក៏ក្រឡេកមើលទៅឃើញលលោកញីឈ្មោលត្រូវរបួសខាងឆ្វេងកំពុងតែមានឈាមហូរសស្រាក់តក់មកលើស្លឹកឈើនៅខាងក្រោមឃើញដូច្នេះហើយកុមារខែមនិងពពួកសត្វដែលមកលេងជាមួយគ្នានោះក៏បាននាំគ្នាចាប់ដោយសេចក្តីអាណិតអាសូរក្រៃលែងនៅពេលនោះលលោកញីនិយាយទាំងទឹកភ្នែកថាអូយឪវាខ្ញុំឈឺចុកចាប់ណាស់ហើយតែមុខទៀតមិនរួចទេច្បាស់ជាកូនតូចរបស់យើងនៅឯសម្បុកអត់ចំណីថ្ងៃនេះហើយលោកឈ្មោលនិយាយលួងលោមថាម៉ែវាកុំនិយាយខ្លាំងពេកក្រែងព្រានព្រៃស្ដាប់ឮគាត់បាញ់យើងទៀតលោកញីពោលតិចព្រានព្រៃនេះចិត្តអាក្រក់ណាស់ណាឪវាអើយបាញ់ខ្ញុំឈឺសាហាវណាស់លោកឈ្មោលក៏តបថាអញ្ចឹងហើយបានជាកូនគាត់កំព្រាម្ដាយហ្នឹងស្ដាប់ឮដូច្នេះហើយខែមក៏ស្រែកប្រាប់បងលោកអើយខ្ញុំសុំទោសជំនួសឪពុករបស់ខ្ញុំផងពេលដែលដឹងថាកុមារខែមគឺជាកូនព្រានព្រៃលោកញីឈ្មោលភ័យណាស់ក៏ខំទៅផ្ទះស្លាប់ហើភ្លាមក៏ប៉ុន្តែលោកញីងងឹតមុខពេកហើទៅណាមិនរួចក៏ទៅប៉ះនឹងមែកឈើបណ្ដាលឲ្យធ្លាក់ត្រឡប់ផ្កាប់ផ្កាចុះមកដល់ដីភ្លាមរំពេចនោះឃើញលោកញីធ្លាក់មកលើផែនដី
កុមារខែមក៏ស្ទុះទៅចាប់លលោកញីនោះឲ្យសេចក្តីថ្នមជាមួយនឹងពាក្យពោលឡើងថាសូមអ្នកកំភៃអីខ្ញុំជួយអ្នកលលោកឈ្មោលឃើញត្រេកអរណាស់ក៏ហើរចុះមកជិតកុមារខេមរីឯកុមារខេមក៏យកជ័រប្រទាលបន្តក់ទៅលើរបួសលលោកញីរួចទៅគេយកស្លឹកគ្រៃស្លឹកខ្ញីល្មមយកមកញីទុនដាក់ឲ្យលលោកញីព្យាបាលរបួសយ៉ាងថ្នមរួចខេមក៏បបួលកូនសត្វដែលជាមិត្តទាំងអស់យកលលោកញីនោះទៅដាក់នៅក្នុងសម្បុករបស់គេវិញថ្ងៃចិត្តត្រង់ព្រានព្រៃដែលជាឪពុកក៏ត្រឡប់មកពីព្រៃគាត់ឆ្ងល់ព្រោះមិនឃើញកុមារខេមនៅពេលនេះគាត់ក៏ដាំបាយរួចស្លម្ជូរគ្រឿងស្លឹកថ្នាំងជាមួយនឹងសាច់ទន្សាយដែលគាត់បានបាញ់ព្រានព្រៃរៀបនឹងហូបបាយកុមារខេមក៏មកដល់ខ្ទមវិញឃើញមុខកូនមិនសប្បាយចិត្តស្មានថាកូនឃ្លានបាយគាត់ក៏ហៅភ្លាមមកកូនមកហូបបាយនឹងឪពុកណាសម្លម្ជូរគ្រឿងសាច់ទន្សាយឆ្ងាញ់ណាស់កូនមកឲ្យលឿនមកឮដូច្នេះហើយកុមារខេមក៏យំខ្សឹកខ្សួលអួលដើមកតែម្នាក់ឯងហើយអង្គុយនៅនឹងកម្មជណ្ដើរមុខខ្ទមដែលនឹកដល់កូនទន្សាយដែលជាមិត្តត្រូវព្រាត់មេព្រានព្រៃឃើញកូនយំគាត់ក៏និយាយលួងលោមបណ្ដើដឹកដៃកូនមកកន្លែងហូបបាយបណ្ដើយូតទឹកភ្នែករួចកុមារខេមក៏ដើរទៅយកល្ងយកមកបុកសល់ពីល្ងាចយកមកហូបបាយជាមួយនឹងឪពុកព្រានព្រៃឆ្ងល់ក៏សួរថាណែកូនហេតុអ្វីបានជាកូនមិនហូបសម្លខេមក៏ឆ្លើយភ្លាមខ្ញុំមិនហូបទេព្រោះនេះគឺជាសាច់ម្ដាយរបស់មិត្តរបស់ខ្ញុំព្រោះឮដូច្នេះហើយគាត់គិតថាខំដើររកដើម្បីកូនបើកូនមិនហូបតើខំដើម្បីអ្វីទៅកូនខេមក៏និយាយបន្តទៅកាន់ឪពុកថាពុកកាលពីព្រឹកមិញមានលលោកញីដែលពុកបាញ់ត្រូវផ្លូវវាបាននិយាយថាមកពីពុកបាញ់សម្លាប់សត្វជារៀងរាល់ថ្ងៃនឹងហើយទើបកូនកំព្រាម្ដាយព្រានព្រៃក៏អង្អែលក្បាលកូនថ្នមរួចក៏ពោលឡើងថាអូកូនសម្លាញ់អើយពីថ្ងៃនេះទៅឪពុកឈប់ដើរបបបាញ់ទៀតហើយខេមនិយាយទាំងលើកដៃសំពះថាអរគុណណាស់លោកឪពុកចាប់តាំងពីពេលនោះតទៅឪពុកខេមឈប់បបបាញ់សត្វព្រៃតទៅទៀតរស់នៅដោយប្រកបរបរដាំដំណាំយកបន្លែយកទៅលក់ដើម្បីទិញត្រីសាច់ហូបនៅឯផ្សារដូចជាគេដូចជាឯងលែងបបបាញ់សត្វចាប់ពីពេលនោះតរៀងទៅរឿងបាក់សីលៀងអារៈកាលដើមឡើយមានមេព្រាបមួយក្បាលកំពុងតែមានទុកជាទម្ងន់ព្រាបនោះពងមិនចាញ់សោះព្រោះពងរបស់វាធំខុសពីធម្មតាម្លោះហើយព្រាបចេះតែធ្ងោរហឹមក៏ដង្ហោយហៅឲ្យគេមកជួយសង្គ្រោះខ្លួនព្រាបធ្ងោយំយ៉ាងនេះធ្វើឲ្យផ្អើលដល់សត្វដទៃទៀតមកជួយឈូឆរហើយក៏កើតជាចលនានាំគ្នាមកមើលជំងឺព្រាបព្រោះហេតុនេះហើយបានជាព្រាបធ្ងោយំរហឹមជាប់រហូតមកទល់សពថ្ងៃនឹងឯងក្នុងបណ្ដាអ្នកដែលមកជួយព្រាបនោះមានសត្វខ្លះក៏ជួយឈឺឆ្អាលរីឯសត្វខ្លះឯទៀតបែរជាមកបញ្ជោះបន្សោកចង់ឲ្យមេព្រាបនោះឆាប់ស្លាប់ទៅវិញហេតុនេះហើយបានជាមានសម្រែកសត្វប្លែកពីគ្នាទៅតាមភាសារបស់វាក្អែកបានស្រែកឡើងថាងាប់ឥឡូវរីឯកូនមាន់បានស្រែកថាចប់មានន័យថាឲ្យគេរកចប់បំរុងនឹងកប់ខ្មោចសត្វព្រាបនោះព្រោះព្រាបនោះវាឈឺនឹងស្លាប់ឥឡូវហើយរីឯទាបានស្រែកបន្ថែមទៀតថាកាបព្រោះថាបើសិនជាព្រាបស្លាប់ទៅមាន់ឲ្យគេរកចប់ទៅកាប់ដីព្រោះតែព្រាបនោះវាជិតស្លាប់ក្រៅពីសត្វដែលផ្ដន់ទាព្រាបឲ្យស្លាប់នៅមានសត្វខ្លះឯទៀតមកជួយសង្គ្រោះព្រាបជាច្រើននៅពេលនោះសត្វលលោកស្រែកឡើងថារកគ្រូហើយសត្វដទៃឯទៀតក៏ជំនុំគ្នាថាត្រូវតែទៅរកគ្រូមេមត់មកជួយសង្គ្រោះជីវិតមេព្រាបនេះជាបន្ទាន់ទៅបានប៉ុន្តែរូបមេមត់នោះនៅឆ្ងាយណាស់ហើយពេលនេះគឺជារដូវវស្សាមានទឹកជំនន់ជន់ជោរលិចវាលហោឋានអស់ទៅហើយបើសិនជាធ្វើដំណើរទៅទាល់តែរកទូកក្តារច្រវាចែវទៅបានម្ល៉េះហើយពួកអ្នកជួយសង្គ្រោះទាំងនោះក៏មនីស្រែកកកកកាសរោគរបស់នោះលន់ត្រហឹងអើងកងពីពេញព្រៃចំណែកឯអាអូនក៏បានស្រែកឡើងថាទូកមន់ទឹកក៏ស្រែកថាច្រវារីឯប្រវត្តិ
និងស្មោញក៏នាំគ្នាបាចទឹកចេញពីទូកឬសូត្រតែខ្វក់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 រួចហើយពួកគេក៏ចេញទូកនាំមេព្រាបដែលជាអ្នកជំងឺនោះឆ្ពោះទៅលំនៅមៀមដែលជាមេមត់របស់ពួកគេលុះពេលដែលប្រលប់ទៅពួកគេទៅដល់កន្លែងមេមត់ហើយគេក៏បានយកទីទុយធ្វើជាអ្នកស្នំសម្រាប់និយាយលួងលោមអង្វររូបមេមត់បណ្ដាសត្វឯទៀតដែលមានសម្រេចផ្សេងគ្នានោះក៏ប្រជុំគ្នាធ្វើជារង្វង់ភ្លេងអារក្សហើយក៏បានស្រែកព្រមគ្នាដើម្បីបញ្ជាន់រូបមេមត់នោះចំណែកឯសត្វថ្លុំធ្វើជាស្គរសារិកាកែវធ្វើជាត្រលវាជែកធ្វើជាបៃប្រសេះវាយក្រាបនិងកន្ទេលជាអ្នកច្រៀងលុះទាំងនោះនាំគ្នាត្រាប់បទភ្លេងបានមួយចប់ហើយទីទុយធ្វើជាស្នំចាប់ផ្ដើមសួរឡើងថាទីទុយពើតពើងកូនយើងជាទេទីទុយពើតពើងកូនយើងជាទេចំណែកឯមៀមដែលជារូបមេមត់ពុំមានសេចក្តីថាអ្វីសោះរឹតតែបើកភ្នែកធំលុះទីទុយនៅតែសួរដដែលពេកមៀមក៏ឆ្លើយតែពីរម៉ាត់ថាលៀងឮដូច្នេះក្រលីងក្រលងឯណោះក៏ស្រែកឡើងថាជីកលៀងជាកលៀងជីកលៀងមិនជាកលៀងលុះចប់ពិធីបញ្ជាន់រូបមេមត់នោះហើយសត្វព្រាបក៏បានជាសះស្បើយឡើងវិញគ្រាន់តែមេព្រាបប្រឹងបន្តិចក៏ស្រាប់តែចេញពងដ៏ធំនោះយ៉ាងឆាប់រហ័សសត្វទាំងអស់ត្រេកអរជាខ្លាំងក៏នាំគ្នាវិលត្រឡប់ទៅកំពង់ដើម្បីចម្លងមេព្រាបនោះត្រឡប់ទៅកន្លែងរបស់ខ្លួនវិញលុះមកដល់កំពង់រកទូកពុំឃើញក៏ដង្គួចហៅរកគ្នាក្រែងមានអ្នកណាគេយកទូកទៅអមលេងស្រាប់តែមានសត្វមួយបានស្រែកឡើងពីត្រើយម្ខាងមកថាគូគូហើយគេក៏នាំគ្នាដាក់ឈ្មោះសត្វនោះថាសត្វគូករហូតមកទល់សពថ្ងៃនឹងឯងចំណែកឯសត្វក្អែកដែលជាសត្វផ្ដន់ទាចង់ឲ្យព្រាបស្លាប់តែបែរជាមិនស្លាប់នោះវិញព្រោះបានទីទុយមៀមគូគឺជាអ្នកជួយយកអាសាព្រាបក្អែកក៏ប្រកាន់ស្អប់សត្វទាំងអស់នោះពេលបានឃើញសត្វទាំងនោះកាលណាវាតែងតែព្រួតដេញចឹកមៀមទីទុយសត្វគូមិនឲ្យរស់នៅនឹងមកចិត្តវាតទៅទៀតឡើយជួយគ្នាក្នុងគ្រាមានអាសន្នរឿងភ្នំប្រយ៉ងកោកាលពីយូរលង់ណាស់មកហើយនៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់មានព្រះនាមថាព្រះបាទប្រយ៉ងមានព្រះរាជដំណាក់នៅលើភ្នំដងរែកហើយមានព្រះអគ្គមហេសីមានព្រះនាមថានាងសក់ក្រអូបប្រកបទៅដោយរូបឆោមលោមពណ៌ព្រះភ័ក្ត្រល្អប្រឹមប្រៃសម្បុរភ្លឺថ្លាដូចជាទេពធីតាក្លិនក្រអូបផ្សាយជុំវិញព្រះកាយចំនួន1យោជន៍កិត្តិយសល្បីសុះសាយទៅដល់ព្រះចៅក្រុងសៀមចំណែកឯស្ដេចសៀមក៏ចាត់មនុស្សឲ្យមកស៊ើបអង្កេតនិងបានដឹងពិតប្រាកដថាព្រះនាងជាម្ចាស់ក្សត្រីដ៏ស្រស់ស្អាតជាស្រីបរិបូរណ៍ទៅដោយលក្ខណៈល្អគ្រប់យ៉ាងស្ដេចសៀមក៏រកអបាយកលចូលមកចាប់ព្រះនាងយកទៅដើម្បីធ្វើជាកិត្តិយសប្រទេសរបស់ខ្លួនចំណែកឯស្ដេចប្រយ៉ងកោទ្រង់បានជ្រាបនៅហេតុការណ៍ដូច្នេះក៏នាំព្រះអគ្គមហេសីរបស់ខ្លួនព្រមទាំងស្រីស្នំក្រមការនិងពលសេនាទាំងអស់ចុះសំពៅដើម្បីភៀសព្រះនាងយាងចាក់ចេញទៅចោលដំណាក់ទាំងយប់បន្ទាប់មកព្រះអង្គក៏បញ្ជាឲ្យគេបើកសំពៅទៅទិសអាគ្នេយ៍មុននឹងយាងចេញទៅទ្រង់ក៏បានលើកព្រះហស្ថប្រណម្យដាក់ដៃនៅលើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថាសូមឲ្យសម្រេចសេចក្តីប្រាថ្នា3ប្រការគឺទី1សូមឲ្យបានសុខនៅក្នុងដំណើរផ្លូវសាគរ2សូមកុំឲ្យពួកចោរសៀមតាមទាន់3សូមឲ្យបានជួបប្រទះនឹងទីកន្លែងដ៏កប់ចិត្តបើបានសម្រេចដោយបំណងនឹងកោសក់ថ្វាយអាចទ្រង់ព្រួយប្រតិយជាខ្លាំងទ្រង់បើកសំពៅទៅទាំងយប់ទាំងថ្ងៃលុះទៅដល់ក៏ប្រមើលមើលឃើញថាចេញបានឆ្ងាយណាស់មកហើយទើបទ្រង់បានងាកទៅរកតំបន់មួយដើម្បីចតសំពៅជួនជាពេលនោះឯងខ្យល់ព្យុះបានបោកបក់សំពៅឲ្យវិលវល់បាក់ចង្កូតទើបទីនោះមានឈ្មោះថាភូមិបាក់ចង្កូតដែលសពថ្ងៃគេហៅទៅคล้ายជាថាភូមិបាក់កូតស្ដេចទ្រង់ភ័យហើយក៏លើកព្រះហស្ថអំពាវនាវបែបបន់ថា
សូមឲ្យបាតព្យុះនេះទាំងអស់ទៅនឹងសែនថ្វាយដល់ពពួកអរតិកទាំងឡាយស្រាប់តែគ្រានោះខ្យល់ព្យុះទាំងអស់ក៏ស្ងប់ស្ងាត់មួយរំពេចលុះបានបន្តិចទៅក៏ឈប់បោះយុទ្ធការចតនៅទីនោះមកទល់សប្តាហ៍ថ្ងៃមានឈ្មោះថាភូមិកន្លែងចតការឈប់ចតនេះគឺជារបៀបមួយដើម្បីរៀបចំនំចំណីអាហារសែនថ្វាយទៅអរតិកនិងធ្វើចង្កូតសំពៅសាជាថ្មីត្រង់តំបន់ដែលព្រះអង្គថ្វាយអាហារនោះនៅមានឈ្មោះជាប់មកទល់សប្តាហ៍ថ្ងៃនេះថាភូមិសែនបនទាំង3កន្លែងនេះឯងនៅក្នុងឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវលុះសម្រេចកិច្ចនៅកន្លែងនោះសពគ្រប់ប្រការអស់ទៅទ្រង់ក៏យាងចាកចេញសំពៅទៅសម្ដៅទិសអាគ្នេយ៍ដដែលលុះទៅដល់កន្លែងមួយសំពៅរបស់ទ្រង់ក៏ចាប់ផ្ដើមធ្លាយហើយទ្រង់ក៏ធ្វើសំពៅបណ្ដើរបើកទៅមុខបណ្ដើរត្រង់កន្លែងនោះឯងជាប់ឈ្មោះរហូតមកទល់សប្តាហ៍ថ្ងៃនេះថាសំពៅធ្លាយបើកបន្តិចទៅទៀតក៏ដល់កន្លែងឃើញដីមានស្បូវជាច្រើនក៏សម្រេចបោចស្បូវនោះយកមកចុកសំពៅដែលធ្លុះធ្លាយត្រង់កន្លែងនោះជាប់ឈ្មោះមកទល់សប្តាហ៍ថ្ងៃថាភូមិព្រែកស្បូវហើយបើកសំពៅធ្វើដំណើរបន្តទៅមុខទៀតដល់កន្លែងមួយព្រះនាងសក់ក្រអូបទ្រង់កាត់ទុកព្រួយប្រតិជាច្រើនប្រការណាមួយអំពីការធ្វើដំណើរចេះទៅឆ្ងាយទៅរកទីសំណាក់មិនឃើញម្យ៉ាងវិញទៀតអំពីពួកសៀមថាមុខជាគេតាមទាន់មិនខានព្រះនាងទ្រង់ក៏អុជធូបទៀនបន់ស្រន់ដល់ទៅអរតិកអរគោកនិងអ្នកតាព្រៃភ្នំក្រំថ្មសពទីកន្លែងថាសូមឲ្យបានជួបកន្លែងដ៏សុខប្រសើរសូមឲ្យចោលសៀមចិត្តអប្រ័យបរាជ័យវិនិច្ឆ័យនៅក្នុងសាគរត្រង់កន្លែងដែលព្រះនាងអុជធូបបន់នោះជាប់ឈ្មោះរហូតមកដល់សប្តាហ៍ថ្ងៃហៅថាភូមិអន្លង់ទៀនពិធីនមស្ការអំពាវនាវរបស់ព្រះនាងក៏សម្រេចដោយសេចក្តីប្រាថ្នាពិតមែនគឺសំពើស្ដេចសៀមដែលបានបញ្ជូនពលចំនួន100,000 នាក់កំពុងតែតាមស្ទាក់ចាប់ព្រះនាងនោះក៏ជ្រុលចង្កូតនិងលិចចូលទៅក្នុងបាតសមុទ្របាត់ទៅចាកចេញពីនេះបន្តិចស្ដេចប្រយ៉ងកោក៏ចេញទៅផ្នែកខាងកើតសំពើពួកសៀមចេញទៅទិសខាងលិចក្រោយពេលដែលព្រះនាងបានបែរបន់រួចសំពើប្រយ៉ងកោក៏ងាកសម្ដៅទៅទិសនិរដីបន្តិចបន្ទាប់ពីនោះស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបោកបក់សំពើសៀមខ្ទេចទីលិចលង់ស្លាប់ទាំងអស់ពួករាពលនៅក្នុងមហាសាគរនោះបាត់ទៅកន្លែងនោះមានឈ្មោះថាភូមិសែនលំជាប់រហូតមកទល់សព្វថ្ងៃគេហៅคล้ายមកជាភូមិសន្លង់ទៅវិញចំណែកឯសំពើស្ដេចប្រយ៉ងកាលបើមានលបឿនលឿនត្រង់ទៅទិសនិរដីទ្រង់ក៏តតឃើញកោះនិងភ្នំជាច្រើនព្រះអង្គក៏ចូលទៅបោះយុទ្ធការចតសំពៅនៅក្បែរកោះមួយស្ដេចយាងឡើងលើកោះនោះដើម្បីរកមើលទីកន្លែងដ៏សមគួរនិងអាចរស់នៅបណ្ដោះអាសន្នបានព្រះអង្គតតឃើញកន្លែងល្អៗជាច្រើនដែលក៏ប្រតិក៏ឲ្យពពួករាពលដឹកជញ្ជូនអីវ៉ាន់ចាក់ចេញពីសំពៅនិងនាំព្រះអគ្គមហេសីរបស់ទ្រង់យាងចូលទៅក្នុងព្រៃច្រកភ្នំនោះហើយព្រះអង្គចតសំពៅនៅត្រង់កន្លែងនោះក្រោយពីស្ដេចនិងព្រះនាងព្រមទាំងបរិវារជាច្រើនឡើងគប់ផុតភ្លាមផ្ទៃមេឃក៏ចាប់ផ្ដើមងងឹតបណ្ដាលឲ្យមានព្យុះភ្លៀងផ្គររន្ទះយ៉ាងខ្លាំងស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់លិចទៅក្នុងទីនោះត្រង់កន្លែងនោះឯងជាប់ឈ្មោះថាភ្នំរន្ទះបន្ទាប់ពីនោះស្ដេចប្រយ៉ងចេះតែខំស្វែងរកទីភូមិឋានដើម្បីសាងសង់រាជដំណាក់ស្នាក់អាស្រ័យនៅគ្រានោះទ្រង់ក៏ជួបនឹងទីទួលដ៏ខ្ពស់ល្អគួរជាទីរីករាយក្រៃពេកក៏ទ្រង់ធ្វើព្រះបន្លាបណ្ដោះអាសន្ននៅទីនោះលុះស្ដេចបានស្នាក់នៅស្រួលបួលហើយក៏ទ្រង់សំណេះសំណាលជាមួយនឹងព្រះអគ្គមហេសីរបស់ទ្រង់អំពីស្ដេចនៃសេចក្តីកំសត់ទូរគតវេទនារបស់ព្រះអង្គនិងព្រះនាងតាំងតែពីដើមរៀងមកព្រះនាងទ្រង់រំលឹកដល់ព្រះរាជាអំពីរឿងដែលទ្រង់បានបន់ថានឹងដាក់ព្រះកេសាកោសក់ថ្វាយអរតិកពេលនោះព្រះអង្គត្រូវតែដាក់ព្រះកេសលាបំណន់ក្នុងវេលានោះឯងស្ដេចប្រយ៉ងទ្រង់ក៏បានកោព្រះកេសាថ្វាយទៅអរតិកដូច្នេះបានជាជាប់ព្រះនាមថាស្ដេចប្រយ៉ងកោហើយទីទួលដែលខ្ពស់ទ្រង់ធ្វើព្រះពន្លានោះជាប់ឈ្មោះថាភ្នំប្រយ៉ងកោរហូតមកដល់សព្វថ្ងៃយើងនឹងឯងស្ដេចប្រយ៉ងកោ
ទ្រង់ក៏គង់នៅលើភ្នំនោះជាមួយនឹងព្រះនាងសក់ក្អូបដែលជាអគ្គមហេសីបានសេចក្តីសុខជាង1ឆ្នាំព្រះអគ្គមហេសីរបស់ទ្រង់ស្រាប់តែមានព្រះគភ៌នៅលើភ្នំនោះលុះគ្រប់ទសមាទ្រង់ក៏ចូលប្រសូតបានព្រះរាជបុត្រមួយព្រះអង្គដែលមានព្រះនាមថាព្រះបាទដៃខ្លីព្រះរាជបុត្រនោះពិតមែនតែមានព្រះនាមថាព្រះបាទដៃខ្លីតែទ្រង់មានព្រះសរីរាង្គកាយអវយវៈពេញលក្ខណៈល្អណាស់ជាព្រះរាជកុមារដ៏ក្លាហានអង់អាចរូបឆោមក៏ស្រស់ស្អាតស័ក្តិសមនឹងកិត្តិយសជាព្រះរាជាដ៏ល្អឥតខ្ចោះហើយនាំឲ្យព្រះវរបិតានិងមាតាសពប្រតិក្រៃលែងតាំងតែពីស្ដេចព្រះយង្គោនិងព្រះនាងសក់ក្រអូបជាព្រះអង្គមកគង់នៅកោះនោះមកពុំដែលមានលេចលឺដំណឹងអំពីស្ដេចសៀមបន្តិចសោះឡើយព្រះអង្គគង់នៅសុខសាន្តសប្បាយឥតមានទុក្ខភ័យនឹកដល់ស្ដេចសៀមមកដល់ទីនោះឡើយក្រោយមកស្ដេចសៀមក៏រកល្បិចដើម្បីយកព្រះនាងសក់ក្រអូបឲ្យទាល់តែបានទ្រង់ក៏រៀបចំរោងល្ខោនដ៏ពិសេសនៅលើសំពៅហើយជ្រើសរើសពពួកមន្ត្រីរាជការជាច្រើនរូបដែលឆ្លៀសវៃក្នុងល្បិចស៊ើបការផ្សេងព្រមទាំងរាជពលជាច្រើនទៀតបញ្ជូនសំពៅសំដៅទៅទិសទាក់សិនដើម្បីស្វែងរកព្រះនាងសក់ក្រអូបម្ដងទៀតពពួកមន្ត្រីពួកល្ខោនហើយនិងពពួកទាហានទាំងអស់គេក៏បានពិភាក្សាគ្នាដឹងអំពីកិច្ចរាជការស្រេចហើយដោយគេយល់ថាស្ដេចព្រះយង្គោនិងព្រះនាងសក់ក្រអូបប្រកាសជានៅកោះនោះនាឯនាយសមុទ្រគេក៏ចេញសំពៅជាច្រើនថ្ងៃច្រើនយប់សំដៅទៅកោះនោះហើយក៏បោះយុទ្ធការចតសំពៅនៅជិតឆ្នេរកោះនោះឯងតែស្ដេចព្រះយង្គោគង់ស្នាក់អាស្រ័យនៅចម្ងាយប្រមាណជាង12សិនប៉ុណ្ណោះទ្រង់កោះនោះដែលពពួកសៀមចតសំពៅជាប់ឈ្មោះថាជើងប្រជុំតមកទល់សពថ្ងៃប៉ុន្តែសពថ្ងៃនេះគេហៅคล้ายទៅជាជើងកញ្ចុំទៅវិញនៅថ្ងៃមួយព្រះនាងអត់ទ្រាំនឹងសេចក្តីសប្បាយរីករាយពុំបានដោយពពួកភីលៀងចេះតែក្រាបទូលញឹកញាប់ពេកព្រះនាងក៏ក្រាបទូលព្រះស្វាមីរបស់ព្រះនាងចង់ទៅមើលល្ខោននឹងគេឲ្យបានឃើញម្ដងព្រោះភីលៀងនិយាយថាល្អមើលណាស់នៅពេលនោះស្ដេចព្រះយង្គោទ្រង់ក៏នៅស្ងៀមមិននិយាយអ្វីទាំងអស់ព្រះនាងក៏ទុកព្រះរាជបុត្រឲ្យទៅជាមួយនឹងភីលៀងម្នាក់នៅក្នុងរាជដំណាក់ព្រះនាងក៏យាងចាកចេញទៅស្រង់ទឹកនៅឯមាត់កំពង់លុះស្រង់ទឹករួចទ្រង់ក៏លើកគ្រឿងអលង្ការមានបរិវារប្រុសស្រីជូនជាព្រះរាជដំណើរទៅឲ្យព្រះនាងតតមើលល្ខោនលុះចូលទៅដល់ពពួកមន្ត្រីនិងសេនាសៀមបានឃើញក៏ស្គាល់ថានេះគឺជាព្រះនាងសក់ក្រអូបដែលជាអគ្គមហេសីរបស់ស្ដេចព្រះយង្គោដែលពពួកគេកំពុងទៅតាមរកនោះឥឡូវព្រះនាងបានចូលមកក្នុងអបាយកលរបស់គេហើយពួកគេក៏រៀបចំបដិសណ្ឋារកិច្ចយ៉ាងសមគួរចំពោះព្រះនាងនិងបានរចនាអាសនៈយ៉ាងវិចិត្រសម្រាប់ព្រះនាងផងដែរកាលដែលព្រះនាងគង់បានស្រួលបួលហើយគេក៏ប្រគំបទភ្លេងមួយយ៉ាងពីរោះឈ្មោះថាបទលោមនាងរួចគេក៏ប្រគំបទជើតជាទីកិច្ចបញ្ចប់និងបើកឆាកល្ខោនរបស់គេជាហូរហែអារម្មណ៍របស់ព្រះនាងបានដិតជាប់នៅក្នុងសាច់រឿងនិងបទភ្លេងដ៏ពីរោះនៃតួអង្គល្ខោនចំណែកឯពួកសៀមដែលបានគេរៀបចំរួចជាស្រេចនោះគឺគេណាត់គ្នាជាចង្វាក់ស្គរនិងទំនុកច្រៀងសំពៅរបស់គេក៏ចងខ្សែយុទ្ធការមួយនៅទិសឦសានចម្ងាយ6ទៅ7សិនសម្រាប់វាយសំពៅឲ្យថយកន្លែងនោះជាប់ឈ្មោះថាភូមិយុទ្ធការលុះគេដឹងថាព្រះនាងកំពុងតែជាប់ប្រតិយយ៉ាងមុតមមចំពោះសាច់រឿងនិងបទភ្លេងនៃល្ខោនដែលគេប្រគំបទភ្លេងមួយបានហៅថាបទស្រាវខ្សែយុទ្ធការហើយគេក៏ប្រគំបទភ្លេងមួយទៀតដែលមានឈ្មោះថាបទសំពៅថយរួចគេក៏ចាប់រាយខ្សែយុទ្ធការហើយចាក់ចេញសំពៅទៅឆ្ងាយបន្តិចសំពៅចេះតែថយបន្តិចម្ដងចំណែកឯព្រះនាងសក់ក្រអូបព្រមទាំងភីលៀងឥតដឹងថាសំពៅចេះតែថយទៅសោះកំពុងតែជក់ប្រតិយនឹងល្ខោននោះក្រៃលែងសំពៅក៏ថយទៅឆ្ងាយទៅទើបព្រះនាងនឹកចង់វិលមកព្រះរាជដំណាក់វិញលុះទ្រង់បានងាករកផ្លូវចាកចេញពីអាសនៈនៃល្ខោនក៏ស្រាប់តែឃើញសុទ្ធតែទឹកលហើយលហឹមគ្មានកោះគ្មានត្រីរកមិនឃើញព្រះនាងក៏ស្រឡាំងកាំង
ភ័ណ្ឌភាំងញាប់ញ័រចំប្រប់កណ្ដាលមហាសាគរព្រះនាងទ្រង់នឹកដល់រឿងដើមកាលដែលរត់ចេញពីភ្នំដងរែកដើម្បីឲ្យផុតពីកណ្ណាប់ដៃសៀមឥឡូវកិច្ចមិនផុតត្រឡប់ជាវិលចូលទៅក្នុងអបាយកលរបស់សៀមទៅវិញក៏ទ្រង់ព្រះកន្សែងដោយក្រៀមក្រំថាអូថ្ងៃនេះហើយដែលខ្ញុំត្រូវតែប្រត់ប្រាស់ពីស្វាមីដល់កំសត់និងបុត្រាជាទីស្រឡាញ់ហើយពពួកសៀមគេច្រានអស់ពពួកភីលៀងនាងសក់កោបឲ្យចុះទៅក្បួនត្រឡប់មកវិញគេក៏យកព្រះនាងតែមួយអង្គទៅតែប៉ុណ្ណោះលុះពួកគេបានព្រះនាងហើយក៏នាំយកទៅថ្វាយស្ដេចសៀមស្ដេចសៀមត្រេកអរជាខ្លាំងនៅពេលនោះស្ដេចសៀមក៏ឲ្យរង្វាន់យ៉ាងជាប់ជួនជាច្រើនទៅសេនាទាំងនោះស្ដេចសៀមបានយកព្រះនាងសក់ក្រអូបឲ្យមកគង់នៅក្នុងប្រាសាទដោយឡែកហើយពួកស្រីស្នំក្រមការរងចាំបម្រើព្រះនាងឥតទាស់ចិត្តឡើយចំណែកឯស្ដេចបយង្គោឯនោះវិញកាលបើទ្រង់ជ្រាបថាពពួកពលសៀមបាននាំយកព្រះអគ្គមហេសីទៅហើយព្រះអង្គក៏កើតទុក្ខសោកសៅសង្រេងក្រៃលែងមិនចង់ធ្វើអ្វីទាំងអស់ទឹកព្រះនេត្រាហូរជាប់ជានិច្ចទ្រាំរស់នៅជាមួយនឹងព្រះរាជបុត្រព្រះអង្គទ្រង់គយគន់មើលទៅមហាសាគរស្ទើរតែបែកព្រះនេត្រតែមិនបានឃើញអ្វីក្រៅតែពីទឹកដ៏ធំល្វឹងល្វើយនិងរលកបក់បក់បែកផ្កាត្រែងនៅក្បែរកោះទ្រង់ងាកមើលទៅលើកោះឯនោះវិញក៏ទ្រង់ឃើញសុទ្ធតែរុក្ខទេវតានិងវល្លិសុទ្ធតែជាធម្មជាតិរបស់គេបានបង្កើតឡើងដោយរស់រវើកហាក់ដូចជាចង់ជួយចែករំលែកទុក្ខនៅសេចក្តីទុក្ខព្រួយរបស់ទ្រង់ព្រះអង្គមានព្រះបន្ទូលថាកំសត់អើយកំសត់អ្វីម្លេះបងស្រណោះណាស់កាលដែលបងនាំអូនរត់ផុតពីដៃសៀមឥឡូវមិនផុតគង់ផ្លត់ស្នៀតធ្វើឲ្យបងទីងទាមនៅតែម្នាក់ឯងចំណែកឯព្រះនាងសក់ក្រអូបដែលគង់នៅក្នុងប្រាសាទតែមួយអង្គឯងមានព្រះភ័ក្ត្រស្រពបស្រពន់ជានិច្ចទោះបីជាស្រីស្នំក្រមការរបស់សៀមខំយកចិត្តទុកដាក់បម្រើផ្គប់គុណយ៉ាងណាក៏មិនស្រាកស្រានពីសេចក្តីទុក្ខដែរប្រាសាទដ៏ធំល្វឹងល្វើយតែហាក់ដូចជាចង្អៀតរកផ្លូវដែលគ្មានមួយថ្ងៃព្រះនាងតែងតែគង់អើតនៅតាមបង្អួយខាងត្បូងជានិច្ចសម្លឹងរកមើលក្រែងបានឃើញមនុស្សដែលព្រះនាងធ្លាប់ស្គាល់ស្ដេចសៀមក៏ឲ្យទាហានយាមទ្វារជានិច្ចមិនឲ្យព្រះនាងចាកចេញទៅណាព្រះនាងគ្រានោះទ្រង់ក៏កើតទុក្ខសោកសង្រេងរាល់ថ្ងៃនឹកឃើញដល់ព្រះរាជបុត្រតូជាទីស្រឡាញ់និងស្វាមីជាគូកំសត់របស់ព្រះនាងច្រើនឆ្នាំក្រោយមកព្រះអង្គម្ចាស់ដៃខ្លីក៏មានវ័យវឌ្ឍនាការចម្រើនធំឡើងសួរព្រះបិតារកព្រះមាតាដែលមិនបានឃើញទាល់តែសោះស្ដេចបយង្គោក៏ប្រាប់ព្រះរាជបុត្រតាមដំណើររឿងគ្រប់យ៉ាងព្រះអង្គក៏កើតសេចក្តីក្តៅក្រហាយជាខ្លាំងហើយសូមលាព្រះបិតាទៅតាមរកព្រះមាតាយកមកឲ្យវិញទាល់តែបានព្រះបិតាក៏មានព្រះបន្ទូលថាបើសិនជាបុត្រយើងទៅរកព្រះមាតាបុត្រទៅតែដៃទទេពុំបាននោះទេទោះបីជាបុត្រយកម្ដាយមកវិញក៏នឹងប្រយុទ្ធគ្នាខាងផ្លូវសង្គ្រាមជាមិនខានដូច្នេះបុត្រកុំអាលទៅអីចាំបិតាកែនសេនារៀបពុលឲ្យបានទៅកំដរបើមានអាសន្នអន់ក្រមកដល់បុត្រអាចដោះខ្លួនបានទើបស្ដេចបយង្គោទ្រង់បានជ្រើសរើសមនុស្សដែលក្លាហានស្ម័គ្រចិត្តចូលធ្វើជាពលសេនាបានចំនួនរាប់ម៉ឺននាក់ឲ្យមកប្រជុំនៅកន្លែងមួយតាំងតែពីសិលមុនវិជាការហាត់រៀនមុនអាគមគាថានៅទីនោះនៃព្រះលានមួយទើបនៅទីនោះជាប់ឈ្មោះថាស្រែจอมពលរហូតមកទល់សពថ្ងៃយើងនឹងឯងលុះទ្រង់បានយល់ថាបានការល្មមជាទីទុកចិត្តហើយទើបទ្រង់ឲ្យព្រះបាទដៃខ្លីដែលជាព្រះរាជបុត្រាដ៏ឆ្លាតវៃចុះសំពៅទៅតាមផ្លូវជើងទឹកសំដៅទៅទិសពាយ័ព្យអស់វេរៈចំនួន3សប្តាហ៍ទើបទៅដល់ព្រំដែនសៀមព្រះអង្គម្ចាស់ដៃខ្លីក៏ចតសំពៅនៅកំពង់កោះមួយដែលមានដែនដីជាប់នឹងព្រំប្រទល់សៀមល្មមយាងចូលទៅក្នុងស្រុកសៀមបានដោយបានដែលពោលមកហើយថាព្រះអង្គម្ចាស់ដៃខ្លីពិតមែនតែមានព្រះនាមថាដៃខ្លីតែព្រះអង្គមានព្រះហស្ថល្អមានរូបសម្បត្តិស្រស់សង្ហាគួរជាទីពិតរំពើមើលនៃពពួកស្ត្រីក្រមុំផ្សេងព្រះអង្គបានផ្ដាំទៅពពួកពលទាំងអស់ថាសូមលោកចាំសំពៅនៅទីនេះចុះ
យើងទៅតែម្នាក់ឯងបានហើយមិនកំណត់ថាថ្ងៃណានឹងវិលមកវិញទេលុះត្រាតែយើងបានសម្រេចតាមសេចក្តីប្រាថ្នាទើបត្រឡប់មកសំពៅវិញព្រះអង្គក៏ធ្វើដំណើរទៅដល់ក្រុងសៀមលុះព្រះតីចេះតែគិតបណ្ដើថាបើសិនជាអញបានជួបនឹងមាតាប្រហែលជាមិនស្គាល់ព្រះភ័ក្ត្រលោកទេចំណែកឯមាតាវិញក៏ប្រហែលជាមិនស្គាល់ទូព្រះបង្គំផងដែរគប់ជួនអីនៅថ្ងៃមួយព្រះបាទដៃខ្លីកំពុងតែសម្លឹងមើលទៅនាយមើលអាយស្រាប់តែបានជួបប្រទះនឹងព្រះនាងសក់ក្រអូបដែលជាមាតាដែលគង់ត្រង់បង្អួចប្រាសាទហើយតតមើលទៅខាងក្រៅតែមួយអង្គឯងតែទ្រង់មិនស្គាល់ជាក់ថាជាមាតាសោះទ្រង់គិតថាគឺជាស្ត្រីសៀមមានរូបឆោមស្រស់ស្អាតបំប្រងមុខមូលក្រឡងដូចជាវងព្រះច័ន្ទបបោមាត់ក្រហមឆ្អៅគួរជាទីស្រឡាញ់ក៏មានចិត្តប្រន់ទព័ទ្ធបន្ទាប់មកទ្រង់ក៏ពោលពាក្យបញ្ឆិតបញ្ឈៀងផ្ដោះផ្ដងឲ្យព្រះនាងដោយសេចក្តីស្នេហាឯព្រះនាងសក់ក្រអូបឯនោះវិញមិនស្គាល់ថាជាប្រុសម្នាក់នោះជាព្រះរាជបុត្ររបស់ទ្រង់ឡើយក៏គិតថាជាប្រុសសៀមសុទ្ធសាធក៏កើតមានចិត្តប្រន់ទព័ទ្ធយ៉ាងខ្លាំងរហូតដល់បានពោលពាក្យសម្ដីចែកចង់ទៅតាមធម្មតារបស់ស្ត្រីនិងបុរសព្រះនាងបានផ្ដាំទៅព្រះអង្គថាដល់ពេលប្រលប់ធំចាំព្រះអង្គចូលមកផ្ដោះផ្ដំម្ដងទៀតព្រះនាងនឹងចុះពីប្រាសាទមកចាំផ្លូវព្រះនាងបានបញ្ជាក់ទៀតថាទីនេះស្ងាត់ល្អណាស់ឥតមានមនុស្សចេញចូលញឹកញាប់នោះទេព្រះអង្គម្ចាស់មានសេចក្តីស្នេហាជាខ្លាំងហើយទ្រង់គិតថាអញចង់កូនក្រមុំសៀមនេះឲ្យបានហើយនឹងពង្រត់យកទៅទុកនៅឯសំពៅសិនសឹមដើរទៅតាមរោងម្ដាយបន្តទៀតលុះដល់ពេលប្រលប់ធំព្រះអង្គម្ចាស់នោះក៏ត្រឡប់មកប្រាសាទវិញទៅតាមបណ្ដាំរបស់ព្រះនាងក៏ចេញមកជួបនាំគ្នាឡើងទៅព្រះរាជដំណាក់អ្នកទាំងពីរក៏និយាយសំណេះសំណាលលួងលោមគ្នាដោយសេចក្តីស្នេហាបានប្រតិព័ទ្ធស្មន់អន្ទុកនឹងគ្នាហើយក៏នាំគ្នារត់ចាក់ចេញពីដំណាក់សំដៅទៅកំពង់ដែលជាកន្លែងចតសំពៅរបស់ទ្រង់លុះទៅដល់សំពៅព្រះនាងស្គាល់អាមាត្យជាក្រុមញាតិជាអ្នកបម្រើអ្នកទាំងអស់នោះក៏ភ្ញាក់ផ្អើលខ្លួនហើយសាកសួរគ្នាទៅវិញទៅមកភ្លាមក៏ដឹងច្បាស់ថាស្ត្រីនេះគឺជាព្រះនាងសក់ក្រអូបព្រះមេត្តារបស់ព្រះអង្គម្ចាស់ដៃខ្លីដែលជាព្រះរាជបុត្រព្រះនាងក៏ជ្រាបថាបុរសនោះគឺជាព្រះរាជបុត្រជាទីកំសត់ដែលព្រះនាងបានប្រះចាកចោលអស់រយៈកាលជាង10ឆ្នាំមកហើយនោះព្រះមេត្តានិងព្រះរាជបុត្រក៏យំអោបគ្នាដោយសេចក្តីនឹករលឹកជាខ្លាំងសែនកំសត់ចំណែកឯសេចក្តីស្នេហាដោយតណ្ហាក៏រលាយបាត់អស់នៅក្នុងពេលនោះគ្មានសល់ព្រះរាជបុត្រក៏មានសេចក្តីរន្ធត់ញាប់ញ័រជាពន្លឹកចំពោះអំពើមិនគួរគប្បីដែលទ្រង់បានធ្វើចំពោះព្រះមេត្តាទ្រង់ជាព្រះមេត្តាអត់ទោសយ៉ាងណាក៏មិនស្ងប់ចិត្តនៃសេចក្តីញាប់ញ័រនោះឡើយរីឯពពួកពលសេនាបានព្រះនាងយល់ហើយក៏នាំគ្នាបើកសំពៅយ៉ាងលឿនឥតបងអង្គឆ្ពោះទៅកាន់ព្រះរាជដំណាក់នៃព្រះបាទបយង្គោនោះវិញ3សប្តាហ៍ក្រោយមកសំពៅក៏បានមកដល់ព្រះរាជដំណាក់នៃស្ដេចបយង្គោនិងព្រះនាងសក់ក្រអូបបានជួបជុំគ្នាដោយសេចក្តីរីករាយនិងដោយសេចក្តីសោកសង្រេងខ្សឹកខ្សួលព្រោះសេចក្តីនឹករលឹកជាទីបំផុតអស់រយៈកាល10ឆ្នាំទៅហើយកាលបើបានជួបព្រះភ័ក្ត្រនិងព្រះផស្តាជាទីស្រឡាញ់ព្រះនាងក៏ក្រាបបង្គំទូលរៀបរាប់តាមដំណើរថាគេនាំខ្ញុំម្ចាស់ឲ្យនៅក្នុងប្រាសាទតែមួយអង្គឯងមានពពួកស្រីនៅកំដរចាំបម្រើគ្រប់ពេលវេលាមានស្ដេចសៀមឬកំឡោះណាមកបៀតបៀនខ្លួនខ្ញុំម្ចាស់បានទេតែដល់ពេលដែលកូនយើងទៅដល់ខ្ញុំម្ចាស់មិនស្គាល់ថាជាកូនរបស់យើងសោះនឹកស្មានថាជាប្រុសកំឡោះមកពីណាចំណែកឯកូនយើងក៏មិនស្គាល់ខ្ញុំម្ចាស់ថាជាមេដាដែរពេលដែលបានជួបគ្នាក៏កើតមានចិត្តប្រន់ទព័ទ្ធស្នេហារហូតដល់បានស្ម័គ្រស្មន់អន្តរកិច្ចជាមួយនឹងកូនរបស់យើងនេះទៅហើយសូមព្រះស្វាមីអត់ទោសដល់រូបខ្ញុំម្ចាស់ព្រមទាំងបុត្រារបស់យើងផងណាព្រះអង្គស្ដេចបយង្គោទ្រង់ជ្រាបនៅហេតុសពគ្រប់តាមពាក្យទូលនៃព្រះនាងសក់ក្រអូបហើយទ្រង់ក៏ឥតមានការខ្ញាល់អ្វីឡើយដោយព្រះអង្គពិចារណាថាធម្មតាម្ដាយនឹងកូនទោះបីជាយ៉ាងណាក៏មិនហ៊ានប្រព្រឹត្តអំពើពំគួរគប្បីយ៉ាងនេះដែរនេះគឺជាមកពីហេតុមិនស្គាល់គ្នាបានជាហ៊ានប្រព្រឹត្តអនាចារយ៉ាងនេះ
រឿងនេះស្ដេចព្រះយង្គោព្រះអង្គមានព្រះសន្តិកសង្ស័យក្រែងលោព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់មកអបាយទើបព្រះអង្គឲ្យហៅហោរាដែលជារាជបណ្ឌិតកវីហោមកជួបជុំពិគ្រោះគ្នាមើលក្រែងមានកម្មពីវេរាទៅជាតិខាងមុខលុះជំនុំពិគ្រោះធៀបមើលហេតុផលសពគ្រប់ទៅក៏បានវិនិច្ឆ័យសម្រេចថាត្រូវតែឲ្យព្រះរាជបុត្រទទួលទណ្ឌកម្មគឺត្រូវតែជីកស្រះឲ្យបានចំនួន1001អង្គស្ដេចព្រះយង្គោក៏ទ្រង់ចាត់ឲ្យពលករចំនួន1001នាក់ឲ្យជួយជីកស្រះនៃព្រះរាជបុត្ររបស់ទ្រង់ផងដែរលុះជីករួចក៏កើតបានជាស្រះហើយក៏ទ្រង់ចាត់ចែងធ្វើបុណ្យផ្សងនៃឆ្លងហើយព្រះរាជបុត្រទ្រង់ក៏អធិដ្ឋានថាស្រះអង្គទាំង1001ដែលជាស្នាដៃខ្ញុំកសាងនេះសូមឧទ្ទិសទុកជាប្រយោជន៍ដល់សន្ធនិកដើម្បីនឹងបានទឹកប្រើតទៅមុខជាដរាបណាស្រះអង្គនេះលែងដក់ទឹកហើយដីដុះរៀបស្មើឡើងវិញដោយធម្មតាដរាបនោះសូមឲ្យទោសរបស់ខ្ញុំរលាយហិនហោចអហោសិកម្មទៅហេតុនេះហើយបានជានៅក្នុងខេត្តតាកែវទាំងមូលមានទីកន្លែងមានឈ្មោះថាអង្គច្រើនណាស់ដូចជាអង្គរកាអង្គសឹងជាដើម